ឥឡូវយើងបានមកដល់បង្គោលលេខ148ហើយបន្ទាប់ពីយើងបានដើរមើលតម្រុយមិញរណា6ឃើញថាបោះចូលមកក្នុងទឹកដីនៃកម្ពុជាយើងទាំងអស់ក៏ដូចជាបង្គោល148នេះដែលខ្ញុំកំពុងតែឈរនៅពីលើក៏បានបោះចូលមកក្នុងទឹកដីកម្ពុជាយើងរាប់រយម៉ែត្រផងដែរនេះជាការបង្ហាញឲ្យឃើញថាការបោះបង្គោលរវាងគណៈកម្មការព្រំដែនកម្ពុជាជាមួយគណៈកម្មការព្រំដែនយួនដែលបានបោះមកលើទឹកដីនៃកម្ពុជាយើងក្នុងនាមខ្ញុំផ្ទាល់ក៏ដូចជាក្នុងនាមប្រជាពលរដ្ឋក្នុងនាមយុវជនគ្រូបង្រៀនបញ្ញវន្តទាំងអស់យើងមិនសុខចិត្តឲ្យមានការបោះបង្គោលបែបនេះតទៅទៀតទេហើយត្រូវតែសើរើនិងត្រួតពិនិត្យឡើងវិញរាល់ការបោះបង្គោលទាំងឡាយណាដែលមានភាពមិនប្រក្រតីដែលបោះចូលមកក្នុងទឹកដីនៃកម្ពុជាយើងហើយបន្ទាប់ពីយើងដើរមើលបង្គោលតម្រុយនីមួយនៅក្នុងស្រុករំដួលឃុំខ្នាខ្នងយើងនឹងទៅលើកបញ្ហាទាំងអស់នេះដាក់ជូនគណៈកម្មការក៏ដូចជារដ្ឋាភិបាលរដ្ឋសភាព្រឹទ្ធសភាឲ្យធ្វើការពិនិត្យឡើងវិញជុំវិញការបោះបង្គោលដែលចូលមកក្នុងអធិបតេយ្យភាពបរណភាពទឹកដីនៃកម្ពុជាយើងឆ្លៀតឱកាសនេះផងដែរខ្ញុំសូមជម្រាបបងប្អូនយុវជនក៏ដូចជាសារព័ត៌មានជាតិអន្តរជាតិយើងនឹងធ្វើសន្និសីទកាសែតមួយនៅថ្ងៃពុធវេលាម៉ោង10ទីកន្លែងយើងគ្រោងនឹងធ្វើនៅភោជនីយដ្ឋានបៃតងប៉ុន្តែបើសិនជាភោជនីយដ្ឋានបៃតងមានជួលថាថ្ងៃនឹងត្រូវបានជួលឲ្យគេយើងនឹងផ្លាស់ប្ដូរទីកន្លែងដោយយើងមានដាក់លិខិតចំហផ្ញើជូនទៅរដ្ឋសភាទាំង123រូបតាក់ទងទៅនឹងបញ្ហាព្រំដែននេះហើយនៅក្នុងសន្និសីទសារព័ត៌មានយើងនឹងនិយាយលម្អិតជុំវិញដំណើរទស្សនកិច្ចក៏ដូចជាលិខិតដែលយើងផ្ញើជូនទៅរដ្ឋសភាទាំង23រូបផងដែរបាទសូមអរគុណសូមចម្រើនពរដល់ញាតិញោមជាបរិបទទាំងអស់ដែលនៅទីឆ្ងាយជិតនៅក្រៅប្រទេសឬក៏ក្នុងប្រទេសក្តីដែលឃើញនៅតាម Facebook ឬតាម YouTube ក្តីនៅតាមវីដេអូមួយនេះដែលអាត្មាភាពបានចុះមកខេត្តស្វាយរៀងនៅស្រុករំដួលលំបាញ់មួយនេះអាត្មាបានចុះមើលនៅបង្គោលព្រំដែនហើយបង្គោលដែលគេបោះជារំរុយជាច្រើននៅតាមទឹកដីខ្មែរយើងហ្នឹងក៏ប៉ុន្តែបង្គោលជាច្រើនហ្នឹងគឺមើលឃើញទៅគឺជាវាអត់មានប្រក្រតីហើយណាមួយទៀតមានការសម្ភាសជាមួយប្រជាពលរដ្ឋបងប្អូនដែលគាត់នៅក្នុងភូមិហ្នឹងបានដឹងថាបង្គោលថ្មីហ្នឹងគឺជាបង្គោលមួយដែលគេបង្ខិតប្រមាណជា100ទៅ200ម៉ែត្រពីបង្គោលចាស់ហើយបង្គោលចាស់ហ្នឹងត្រូវបានគេដកចោលហើយបង្គោលថ្មីហ្នឹងត្រូវបានគេបោះសារជាថ្មីម្ដងទៀតហើយនេះគឺជាបង្គោលលេខកម្ពុជាវៀតណាមលេខ148ដែលអាភិបហើយនឹងលោកគ្រូរងជនព្រមទាំងយុវជនទាំងអស់ដែលបានមកឃើញផ្ទាល់នៅក្នុងទីនេះយើងបានឲ្យដឹងថានៅខាងប៉ែកខ្មែរយើងគឺគេអត់ឲ្យដើមមិនទាំងអស់ក៏ប៉ុន្តែសម្រាប់ប៉ែកខាងវៀតណាមគឺយើងអាចធ្វើខាងជាលក្ខណៈអនាធិបតេយ្យហើយការពីមុនបានឲ្យដឹងថានៅតំបន់មួយខាងនោះទៀតនោះគឺជាតំបន់ខ្មែរយើងទេក៏ប៉ុន្តែដោយសារតែអ្នកការរៀបចំរបស់រាជរដ្ឋាភិបាលនិងអ្នកគ្រប់គ្រងនៅតាមបណ្ដោតព្រំដែននេះមិនដឹងថាគាត់ធ្វើយ៉ាងម៉េចដែរដោយសារតែការខ្សែគប់របស់គាត់នេះធ្វើឲ្យទឹកដីរបស់យើងខិតម្ដងបន្តិចមិនដឹងថាអនាគតទៅដល់ណាទេអញ្ចឹងសូមចម្រើនពរដល់បងប្អូនព្រមទាំងយុវជនយុវតីព្រមទាំងបងប្អូនទាំងអស់ដែលនៅទីឆ្ងាយជិតឲ្យបានទៅតែសិក្សាឲ្យបានយល់ដឹងអំពីបង្គោលព្រំដែនខ្មែរយើងហ្នឹងអញ្ចឹងសូមអរគុណទាំងអស់គ្នាហ្នឹងបាទជំរាបសួរខ្ញុំ
ជាស្ដេចជាយុវជនខ្មែរមហានគរឥឡូវនេះខ្ញុំមកដល់ប្រគល់ព្រំដែនលេខ148នេះខ្ញុំ 147 យើងអត់បាន ខ្ញុំមានអារម្មណ៍ថាសោកស្ដាយមែនទែនដោយសារប្រជាជនខ្មែរបេះដូងខ្មែរឈាមខ្មែរជីដូនជីតាខ្មែរបែរជាឲ្យយួនមកប្រខិតប្រគល់ព្រំដែនចូលទឹកដីរបស់យើងបាទអញ្ចឹងទេក្នុងឱកាសនេះដែរខ្ញុំស្នើសុំទៅរាជរដ្ឋាភិបាលជាពិសេសរដ្ឋមន្ត្រីទាំងអស់ដែលមានកៅអីអាសនៈនៅក្នុងរដ្ឋសភាសូមសូមឯកឧត្តមរដ្ឋមន្ត្រីទាំងអស់ហ្នឹងយកខួរក្បាលឧត្តមកតេដែលខ្លួនឯងជាឈាមខ្មែរជាឈាមខ្មែរកើតមកជាកូនខ្មែរមានជីដូនជីតាជាខ្មែរសូមឲ្យគិតពីបញ្ហាព្រំដែននិងទឹកដីខ្មែររបស់យើងដែលជាឈាមជាប់ខ្មែរតែមួយបាទសូមអរគុណពួកខ្ញុំជាមួយនឹងយុវជនទាំងអស់ជាមួយនឹងលោកគ្រូរងឈុនពួកយើងបានមកពិនិត្យបង្គោលព្រំដែនប៉ុន្តែមុននឹងមកដល់បង្គោលធំ148នេះគឺយើងឆ្លងកាត់បង្គោលតម្រុយទី7ទី8ទី9ហើយយើងទាំងអស់គ្នាទោះបីជាយើងមិននៅចិត្តបង្គោលព្រំដែនក៏ដោយប៉ុន្តែយើងជាយុវជនយើងត្រូវតែយកយើងត្រូវ